ជំរាបសួរលោកគ្រូឥឡូវនេះខ្ញុំនឹងធ្វើការ demo វីដេអូ part 3 របស់យើងដែលនិយាយអំពី simple web with Apache 2 អញ្ចឹងជាដំបូងគឺយើងចូលមកកាន់ GitHub របស់យើងនេះ GitHub base របស់យើងបន្ទាប់មកយើងវាយ comment scp.org នេះហើយយើង copy path window ទៅកាន់ Linux តាមរយៈ IP របស់យើងហើយយើងដាក់ password បន្ទាប់មកវានឹងចេញ student script មកដោយទទួលបានជោគជ័យឥឡូវយើងចូលមកកាន់ GitHub មួយទៀតរបស់យើងដែលយើងបានធ្វើហើយអញ្ចឹងឥឡូវយើងចូលមកកាន់path default របស់យើងដែលមានសញ្ញាតកូវទឹកនេះសញ្ញាតកូវទឹកហ្នឹងបន្ទាប់មកយើងវាយ comment pwd ដើម្បីមើលថាតើនៅក្នុងនោះមានអីគេខ្លះចឹងបន្ទាប់ពីយើងចូលឲ្យវាយ comment pwd នឹងហើយយើងឃើញក្នុង path យើងថាមានអីគេខ្លះបន្ទាប់មកយើងវាយ comment មួយទៀតគឺ sudo mysql បន្ទាប់មកទៀតគឺយើងវាយ comment source home/neta/student script របស់យើងដែលយើងបាននៅខាងលើមិញហ្នឹងដែលយើងបានបង្កើតនៅខាងលើហើយនៅពេលដែលយើងវាយ comment ហ្នឹងហើយយើង enter មកវានឹងចេញ query OK មានន័យថាគឺវាទទួលបានជោគជ័យហើយបន្ទាប់មកទៀតនេះគឺយើងមើលទៅលើដែលវាចេញមកជាទម្រង់ console វាបង្ហាញ database ជាទម្រង់ console របស់យើងបន្ទាប់មកយើងវាយ comment show data ហើយបន្ទាប់មកយើងវាយ comment use student script របស់យើងនេះហើយយើងអាច show table អញ្ចឹងនៅពេលយើង show table នេះគឺយើងនឹងឃើញមានtable ហ្នឹងវាមានចំនួន7តមកទៀតយើង select ផ្កាយ from class អញ្ចឹងយើង select មើលថាតើក្នុងហ្នឹងវាមានអីគេខ្លះដែលយើងបានបង្កើតមុនហ្នឹងហើយយើងអាចវាយ comment មួយទៀតគឺ create user គឺ comment create user ដែលខ្ញុំដាក់ឈ្មោះ user គឺ student sv1 add local ហើយដាក់ password 1 2 3បន្ទាប់មកទៀតយើង grant all privilege ហើយយើងដាក់grant all privilege student store db ហ្នឹងហើយយើងដាក់សញ្ញាផ្កាយគឺតំណាងឲ្យថានៅពេលដែល user ហ្នឹងគឺមានសិទ្ធធ្វើអីក៏បាននៅលើហ្នឹងដែរនៅលើហ្នឹងគឺមានសិទ្ធទាំងអស់ក្នុងការកែទៅការធ្វើអីនៅលើហ្នឹងទាំងអស់ហើយយើងដាក់ student sv1 add local host ហើយវាយើង enter ទៅវានឹងចេញ query OK មានន័យថាការបង្កើត user យើងគឺទទួលបានជោគជ័យបន្ទាប់មកយើងវាយ comment plus privilege មួយទៀតហើយវានឹងចេញ query OK អញ្ចឹងបន្ទាប់មកគឺយើង show grant for នេះដើម្បីមើលអញ្ចឹងនៅពេលដែលយើងវាយ comment ហ្នឹងមកគឺវាចេញព័ត៌មានសម្រាប់ឲ្យយើងមើលនៅក្នុងហ្នឹងដែលមានgrant ទៅលើអីគេខ្លះអញ្ចឹងវាមាន grant ទៅលើ scriptអញ្ចឹងបន្ទាប់មកគឺយើងចូលទៅ GitHub របស់យើងជាមួយនឹងកន្លែងដែលយើងចូលតាម Windows នោះគឺយើង cd ហើយយើងវ៉ាទៅរក/www.html នេះដើម្បីបន្ទាប់មក
យើង ls វាមើលដើម្បីថាតើក្នុងហ្នឹងវាមានអីគេខ្លះអញ្ចឹងនេះវាមាន folder web ពីមុនហើយឥឡូវយើង cd /var/ww/html បន្ទាប់មកយើង enter យើងក៏ចូលទៅក្នុងនឹងហើយយើងបង្កើតយើង vim db php ដើម្បីមើលដើម្បី pass script ដែលខ្ញុំបាន copy ពីលោកគ្រូដែលផ្ញើឲ្យចូលទៅនៅក្នុង vim ហ្នឹងបន្ទាប់មកខ្ញុំ save វាwq ដើម្បី save វាបន្ទាប់មកខ្ញុំបង្កើត vim មួយទៀតគឺ test db អញ្ចឹងគឺខ្ញុំ copy script ហ្នឹង pass ចូលបន្ទាប់មកគឺខ្ញុំ save ហើយចាក់ចេញអញ្ចឹងនោះគឺឈ្មោះវាគឺឈ្មោះ db បន្ទាប់មកខ្ញុំចាក់ចេញពីវាខ្ញុំ save វាហើយខ្ញុំចាក់ចេញបន្ទាប់មកយើង vim មួយទៀតគឺទាំងអស់វាមាន3 file គឺ vim all data.php អញ្ចឹងនេះគឺជា file ដែលខ្ញុំបាន copy script ចេញពី script ដែលលោកគ្រូបានផ្ញើឲ្យ pass ចូលទៅក្នុង vim ហ្នឹងអញ្ចឹងខ្ញុំក៏បាន save wq ដើម្បី save ហើយចាក់ចេញវិញមកវិញតោះមកខ្ញុំធ្វើការ ls មើលនៅក្នុងហ្នឹងគឺយើងមានព័ត៌មានមានដែលយើងបានបង្កើតមិញមាន test db មានអីហ្នឹងកន្លែងនេះរៀង error បន្តិចខ្ញុំសុំ fix សិនចឹងឥឡូវខ្ញុំ sudo vim ចូលទៅក្នុង Apache 2 នេះ site នេះខ្ញុំវាយ site available student នេះបន្ទាប់មកគឺខ្ញុំដាក់ password ហើយខ្ញុំចូលទៅមើលអញ្ចឹងកន្លែងនេះគឺ server name ដោយសារតែមុនហ្នឹងខ្ញុំបានដូរហើយអញ្ចឹងទៅតែវាមានការ error អញ្ចឹងខ្ញុំធ្វើការដូរវាមកជា local host សិនដោយសារវារៀង error កន្លែងមិញខ្ញុំសុំ fix វាសិនអញ្ចឹងកន្លែង test នេះគឺវារៀង errorចឹងឥឡូវខ្ញុំបាន fix រួចរាល់ហើយអញ្ចឹងឥឡូវខ្ញុំបានផ្លាស់ប្ដូរខ្ញុំបាន change ពី IP ទៅជាឈ្មោះអញ្ចឹងឥឡូវខ្ញុំចូលតាមរយៈ IP យើងចូលតាមរយៈ IP របស់យើងគឺវាដើរធម្មតាអញ្ចឹងទោះបីយើងចូលនៅក្នុងstudent score ក៏វាចូលឥឡូវខ្ញុំធ្វើការផ្លាស់ប្ដូរពី IP ទៅជាឈ្មោះរបស់ខ្ញុំវិញ
គឺខ្ញុំដាក់ឈ្មោះ Nita ហើយ slash នេះតមក enter គឺវាដើរហើយគឺ fix វាទទួលបានជោគជ័យហើយអញ្ចឹងឥឡូវខ្ញុំនឹងធ្វើការចូលទៅកាន់Windows System 32តមក driver ចូលក្នុង driver តមក etc ហើយយកហោះខ្ញុំ copy ហោះចេញដើម្បីកែសិនដោយសារមុនហ្នឹងវារៀង error ដោយសារតែខ្ញុំធ្វើជាមួយនឹង IP ដាក់ IP ខុសគ្នាចឹងខ្ញុំដូរ IP ហើយគឺវានឹងដើរវិញហើយខ្ញុំ copy អាហ្នឹងយកទៅផាសនៅក្នុងetc របស់យើងវិញចឹងឥឡូវខ្ញុំបានផ្លាស់ប្ដូរហើយយើងនឹងចូលវាដូរឈ្មោះដូរ IP ទៅជាឈ្មោះវិញឈ្មោះ Nita អញ្ចឹងខ្ញុំ refresh មកគឺវាដើរអញ្ចឹងមួយណាក៏វាដើរដែរមួយនេះក៏វាដើរដែរទោះបីខ្ញុំដូរពី IP ទៅជាឈ្មោះក៏វាដើរដែរហើយ student score នេះក៏វាដើរដែរអញ្ចឹងបន្ទាប់មកទៀតខ្ញុំធ្វើការចូលទៅក្នុងអា Vim ខ្ញុំ CD ខ្ញុំចូលមកក្នុង Vim នេះដើម្បីធ្វើការផ្លាស់ប្ដូរ server name ខ្ញុំ change ពី local host ហ្នឹងទៅជាឈ្មោះ nita.com វិញខ្ញុំធ្វើការ alias ចឹងខ្ញុំដាក់ចឹងខ្ញុំបដូរឡើងនេះពី nita ទៅជា nita.com អញ្ចឹងឃើញថាទោះបីខ្ញុំដាក់ nita.com ក៏វាដើរដែរដោយសារតែយើងធ្វើការផ្លាស់ប្ដូរ server name ហើយអញ្ចឹងខ្ញុំដាក់កន្លែងនេះ nita.com ក៏នៅតែដើរដែរអញ្ចឹងការងាររបស់យើងដែលយើងបានធ្វើការនេះធ្វើការ alias ធ្វើការផ្លាស់ប្ដូរពី IP ហើយនឹងបដូរទៅជា alias name ហ្នឹងគឺទទួលបានជោគជ័យហើយអរគុណច្រើនលោកគ្រូសូមជម្រាបលា